បាទឥឡូវនេះការបញ្ជាចេញដំណើរជាផ្លូវការនៅក្នុងវិញ្ញាសាដំបងរណបោ1100ស្តុកវិញ្ញាសានេះបានធ្វើការប្រកួតបាទចំនួន5ជុំបាទតាមព័ត៌មានពីសហព័ន្ធបាទគឺ5ជុំបាទចេញដំបងទៅត្រង់បន្ទាប់មកបាទបត់នៅក្នុងពូងខ្មៅបាទត្រឡប់បាទក្រោយបាទក្នុងមួយជុំនេះបាទប្រហែលអាចជិត1គីឡូដែរបាទ1គីឡូបន្តិចបន្តួចបាទអញ្ចឹងយើងឃើញហើយមួយជុំប្រហែលជាគាត់ធ្វើនៅក្នុងថ្នាក់វេលាតែ1នាទីជាងនេះបាទសម្រាប់កីឡាកររបស់យើងហើយក្នុងនោះក៏មានកីឡាករកីឡាកានីថ្នាលដែលសហព័ន្ធបានបញ្ជូនមកអញ្ចឹងការវឹកហាត់និងការប្រណាំងក៏ដូចជាការបង្ហាញនៅពេលនេះអាចនិយាយបានថាកម្រិតសមត្ថភាពរបស់ពួកគាត់ហាក់ដូចជានៅមិនទាន់គេហៅថាពេញលេញនៅឡើយទេបាទដោយសារតែបញ្ហាបាទត្រៀមនៅព្រឹត្តិការណ៍កីឡា SEA Games លើកទី33ដូច្នេះហើយបាទវីរៈកីឡាករសាលីអូមើតក៏ដូចជាមីនមូស្តាន់សាលីហ្វីលីនកៃវ៉ាន់ស៊ីដែនបាទមីនមូស្តាន់នេះគឺត្រូវត្រៀមវឹកហាត់បាទប្រសិនបើយើងមិនត្រៀមទេបាទនឹងកីឡាករបើមិនមានព្រឹត្តិការណ៍ SEA Games ទេគឺគាត់នឹងបងចូលរួមនៅក្នុងការបាទបង្ហាញនៅក្នុងព្រឹត្តិការណ៍បាទតារាសាគរទេសចរសមុទ្រនេះហើយបាទអរគុណណាស់សម្រាប់ការសហការនិងការគ្រប់គ្រងពីក្រសួងទេសចរក៏ដូចជាបាទក្រុមហ៊ុនបាទ Coastal City Development Group ក៏ដូចជាបាទសហព័ន្ធកីឡាម៉ូតូទឹកនិងរដ្ឋបាលបាទខេត្តកោះកុងផ្ទាល់ជាពិសេសគឺអាជ្ញាធរបាទស្រុកបាទដែលផ្ដល់ភាពកក់ក្ដៅបាទមន្ត្រីមូលដ្ឋានកងកម្លាំងមានសមត្ថកិច្ចនៅទីនេះហើយយើងឃើញហើយការប្រណាំងបាទការកំពុងតែនាំមុខគេបាទដោយសារថានៅឆ្ងាយគូសំដែរបាទអញ្ចឹងពិបាកនៅក្នុងការបាទអត្ថាធិប្បាយអញ្ចឹងយើងឃើញហើយការនាំមុខបាទម៉ូតូបាទដាច់ឆ្ងាយមែនទែនសម្រាប់កីឡាករដែលនាំមុខគេបាទបងប្អូនអាចទស្សនាបើឆ្ងាយពេកពិបាកមើលយើងមើលក្នុង page បាទមាន page បាទក្រុមហ៊ុនបាទ Coastal City Development Group ក៏ធ្វើការផ្សាយផ្ទាល់ page តារាសាគរក៏ធ្វើការផ្សាយផ្ទាល់ដែរបាទដើម្បីផ្ដល់ភាពងាយស្រួលដោយសារប្រភេទម៉ូតូទឹកនេះมันអាចប្រណាំងនៅកន្លែងចិត្តបានទេទី1គឺប្រណាំងនៅទឹករៀងជ្រៅបាទទី2ប្រណាំងរៀងឆ្ងាយហើយលឿនបាទលើដាច់ហើយបាទដាច់រៀងឆ្ងាយបាទចំណែកលេខ2លេខ3គឺប្រកាត់ប្រកាយគ្នាទេបាទពងប្រទៀងបតុងគ្នាបាទលេខ4និងលេខ5បាទរៀងឆ្ងាយជាងបន្តិចបាទឥឡូវនេះឈានចូលដល់ជុំទី2ហើយបាទសម្រាប់ការនាំមុខនៅតែជាកីឡាករបាទដដែលទេមិនមានការបាទផ្លាស់ប្ដូរនៅលេខរៀងនៅឡើយទេបាទសម្រាប់ការបង្ហាញនេះបាទពេលបញ្ចប់ការប្រកួតនៅពេលស្អែកក៏មានការshowបង្ហាញអញ្ចឹងបាទភ្ញៀវកិត្តិយសទាំងអស់ឬក៏ភ្ញៀវទេសចរជាតិអន្តរជាតិអាចមកទីនេះដើម្បីអាចជិះលេងកម្សាន្តបាទទៅលើបាទការបង្ហាញជូនតាមរយៈបាទក្រុមការងារបាទឥឡូវបន្តចូលជុំបន្តបាទបាទគាត់និយាយឮជាងមីក្រូទេណា
បាទដាច់កាន់តែឆ្ងាយឯងបាទដាច់កាន់តែឆ្ងាយមែនទែនបាទសម្រាប់ការប៉ុណ្ណឹងបាទចំណាយលេខ2តាមពីក្រោយបាទយើងព្រឹត្តិការណ៍នេះគឺយើងអាចនិយាយបានថាជាការបង្កើតនៅផលិតផលទេសចរថ្មីដែលយើងឃើញថាមានការយកចិត្តទុកដាក់បាទពីក្រសួងទេសចរបាទក្រោមការដឹកនាំរបស់អាយដាមមូតហាដែលជារដ្ឋមន្ត្រីបានសហការជាមួយនឹងក្រុមហ៊ុន Coastal City Development Group យើងឃើញហើយអាយដាមរដ្ឋមន្ត្រីលោកបានមានប្រសាសន៍ថារាល់បាទគោលដៅទេសចរយើងនឹងបង្កើតឲ្យមានព្រឹត្តិការណ៍សំខាន់តាក់ទាញដើម្បីផ្ដល់ជូនដល់ភ្ញៀវទេសចរជាតិអន្តរជាតិពេលដែលព្រឹត្តិការណ៍នឹងកើតឡើងគឺពួកគាត់បានមកទស្សនាកម្សាន្តបាទសប្បាយនៅក្នុងបាទកន្លែងដែលកំពុងតែធ្វើការអភិវឌ្ឍនិងផ្ដល់ភាពកក់ក្ដៅទាំងសេវាកម្មទាំងម្ហូបអាហារបាទទាំងទេសភាពប៉ុន្តែពេលដែលចប់ព្រឹត្តិការណ៍គឺមិនមែនថាចប់ហើយគឺចប់ទេចប់ហើយគឺទុកនៅអនុស្សាវរីយ៍បាទដែលចងចាំមិនអាចបំភ្លេចបានជាពិសេសគឺគោលដៅនៅបាទក្រុមហ៊ុនបាទ Coastal City Development Group ដែលជាតំបន់ទេសចរតារាសាគរបាទដ៏ល្អឯកនេះយើងឃើញថាមានហេដ្ឋារចនាសម្ព័ន្ធច្រើនបាទពីមួយឆ្នាំទៅមួយឆ្នាំគឺមានការផ្លាស់ប្ដូរមានការអភិវឌ្ឍនិងមានការបាទរៀបចំយ៉ាងល្អប្រសើរផ្ដល់នៅសេវានិងបដិសណ្ឋារកិច្ចល្អហើយយើងឃើញហើយគោលដៅទេសចរសំខាន់នេះគឺយើងកំពុងតែធ្វើការបាទបង្ហាញក៏ផ្សព្វផ្សាយបន្តបាទក្រៅពីម៉ូតូទឹកយើងក៏មានបាទប្រភេទកីឡាច្រើនដែរឥឡូវនេះបាទបញ្ចប់ហើយបាទបញ្ចប់ហើយគណៈកម្មការបាទកវីតុងមិនលើកដៃភ្លេចបាទឥឡូវបញ្ចប់នៅក្នុងការប៉ុណ្ណឹងសម្រាប់រ៉ាន់បាល់1100 stock បាទកីឡាករបាទដែលនាំមុខគេគឺទទួលបានជ័យជំនះលេខ2ក៏បានមកដល់ដែរបាទក្រៅពីម៉ូតូទឹកយើងមានប្រភេទកីឡាច្រើនទៀតដើម្បីធ្វើការបង្ហាញជូនបាទក្នុងនោះមានបាទរត់ប៉ុណ្ណឹងបាទរត់ប៉ុណ្ណឹងដែលគេហៅថា fun run ណាជាមួយនឹងការជិះកង់បាទជិះកង់ហើយមានស៊ូត្រីទៀតហើយក្នុងនោះបាទក្រុមហ៊ុនបាទ Coastal City បាទផ្ដល់រង្វាន់ច្រើនបាទជាជ័យលាភីចំណាត់ថ្នាក់លេខ1លេខ2លេខ3បាទហើយផ្ដល់ជូនអ្នកដែលចូលរួមជាកីឡាករកីឡាកានីអញ្ចឹងយើងអាចចុះឈ្មោះបាទបន្តិចទៀតខ្ញុំនឹងជម្រាបជូននៅទីតាំងដែលធ្វើការចុះឈ្មោះបាទរហូតដល់ថ្ងៃទី30បាទ27 28 29 30រយៈពេល4ថ្ងៃបាទ4ថ្ងៃនេះគឺបងប្អូនមកបាទមកទស្សនាមកកំសាន្តនៅតំបន់គោលដៅទេសចរដែលតាក់ទាញមួយនេះនឹងអាចចុះឈ្មោះបាទលេងកំសាន្តរត់កំសាន្តហើយបានឈ្នះរង្វាន់ទៀតបាទបាទលើដល់ទីហើយបាទសម្រាប់កីឡាករបាទពាក់ស្លាកលេខ9បាទតមកដល់ជាតិមិនមើលឃើញបាទចំណាត់ថ្នាក់លេខ2បាទកីឡាករលេខ5
បាទឥឡូវយើងចប់មនមួយវិញ្ញាសាហើយបាទកីឡាករដែលទទួលបានជ័យលាភីបាទគឺចំណាត់ថ្នាក់លេខ1លេខ2លេខ3យើងបានរកឃើញយើងនឹងបន្តបាទទៅតាមបាទតារាងរបស់យើងគឺវិញ្ញាសាទី2បាទស្គី1500ស្តុកបាទបាទបន្តិចទៀតនេះបាទគឺគណៈកម្មការនឹងបញ្ជាចេញដំណើរបន្តបាទសម្រាប់ការប្រកួតបាទក៏សូមអធិស្ឋានខន្តីដែរបាទសម្រាប់ពុកម៉ែបងប្អូនដែលទស្សនាតាមពេកបាទដោយសារយើងឃើញថាការរៀបចំរបស់យើងល្អប្រសើរប៉ុន្តែបាទអាចនឹងកង្វះខាតខ្លះបាទទៅតាមជាក់ស្ដែងប៉ុន្តែយើងក៏អរគុណដែរសម្រាប់ការរៀបចំនេះបាទគឺជាការផ្សព្វផ្សាយនៅគោលដៅបាទដ៏មានសក្តានុពលបាទដែលស្ថិតនៅក្នុងបាទខេត្តកោះកុងបាទតារាសាគរបាទគឺជាបាទគោលដៅទេសចរដ៏ល្អបាទតារារះនិទិសនិរដីយើងដឹងហើយបាទនៅក្នុងបាទពិភពលោកបាទតាមរយៈក្លឹបឆ្នេរពិភពលោកបាទគឺកម្ពុជាមានឆ្នេរដ៏ស្រស់ស្អាតដែលជាប់ចំណាត់ថ្នាក់លេខ1បាទខ្សាច់ស្អាតទេសភាពល្អបាទធនធានធម្មជាតិជីវៈចម្រុះបាទទាំងលើគោកនិងក្នុងទឹកបាទសិតតែល្អបាទស្អាតមែនទែននេះជាការទទួលបាននៅការប្រសិទ្ធនាមបាទតារារះនិទិសនិរដីដែលមានបាទខេត្តជាប់នឹងមាត់សមុទ្រនោះចំនួន4បាទខេត្តកែបខេត្តកំពតខេត្តបរសេនុខេត្តកោះកុងគោលដៅទេសចរទាំងអស់បាទសិតតែអាចនិយាយបានថាមានភាពបាទខុសគ្នាទៅតាមជាក់ស្ដែងដូចនៅតារាសាគរជាសេក្រុមហ៊ុនបាទ Coastal City Development Group នេះទីតាំងនេះគឺមានភ្នំបាទអមជាមួយនឹងសមុទ្របាទច្រើនហើយក៏មានគោលដៅបាទទេសចរទៅតាមជាក់ស្ដែងបងប្អូនបានមកទីនេះបានទស្សនាកម្សាន្តច្រើនហើយបាទយើងមានកន្លែងល្អហើយក៏បានរៀបចំនៅព្រឹត្តិការណ៍នេះរយៈពេល4ថ្ងៃបាទឥឡូវយើងឈានដល់ការប្រកួតបាទក្នុងជុំទី2បាទស្គី1500ស្តុកបាទនេះគឺជាបាទស្គីដែលមានបាទកម្លាំងបាទ CC នឹងខ្លាំងយើងបាទខ្លាំងជាងមុន1500ស្តុកនេះម្សិលមិញជិះលេងកំសាន្តបាទមកដល់ពេលនេះឈឺខ្លួនមិនទាន់បាត់ទេជាពិសេសបាទម៉ូតូលឿងបាទស៊ីឌូបាទជាម៉ូតូបាទលឿនមែនទែនបាទល្អសម្រាប់ការប្រើប្រាស់ជាពិសេសការប៉ណ្ណាំងនេះតែម្ដងបាទកីឡាករដែលធ្វើការប៉ណ្ណាំងមានកីឡាករបាទកុម្ភៈសីហាសេងប៊ុនលុយកីឡាករខុនសេងប៊ុនហាក់បាទកីឡាករឡុងច័ន្ទឌីកីឡាករព្រៀបធីរ៉ាកីឡាករអែមប៊ុនគឹមនេះជាសមត្ថភាព6នាក់ដែលធ្វើការប៉ណ្ណាំងនៅពេលបន្តិចទៀតទៅលើវិញ្ញាសាស្គី1500ស្តុកបាទសូមជម្រាបជូនដែរយើងធ្វើការប៉ណ្ណាំងលើ3វិញ្ញាសាបាទ3វិញ្ញាសាដែលខ្ញុំបានជម្រាបជូនបាទ Runabout 1500 stock បាទ Ski 1500 stock ក៏ដូច Endurance Runabout Open បាទពេលដែលវិញ្ញាសាបាទទាំង3នេះចប់បាទភ្ញៀវកិត្តិយសឬក៏បាទគណៈធិបតីរបស់យើងចង់ជិះលេងកំសាន្តអាចជិះបាទទៅតាមប្រភេទម៉ូតូដែលយើងអាចចង់និយាយថាជ្រើសរើសកម្លាំងម៉ាស៊ីនយើងអាចជ្រើសរើសហើយនឹងជិះលេងហើយក្រុមការងាររបស់យើងនឹងផ្ដល់បាទអាវពោងនឹងមួកឬក៏បាទគេហៅថាសម្ភារៈសុវត្ថិភាពផ្សេងហើយនឹងមានការបាទណែនាំបន្ថែមពីក្រុមការងារបច្ចេកទេសអញ្ចឹងបន្តិចទៀតអាចជិះលេងកំសាន្តបានទៅតាមបាទកន្លែងប៉ណ្ណាំងយើងបានប៉ណ្ណាំងយើងបានជិះលេងហ្នឹងបាទអញ្ចឹងក៏ជម្រាបជូនដែរសម្រាប់ភ្ញៀវកិត្តិយសទាំងអស់បាទក្រុមការងារក៏បានដែរបាទបើកទលាយបងមានសមត្ថកិច្ចអញ្ចឹងដែរបាទអាចជិះលេងកំសាន្តសប្បាយបាទហើយជាពិសេសអ្នកដែលកំពុងទស្សនាតាមការផ្សាយផ្ទាល់បើនៅក្បែរនេះមកបាទស្រួលតិចអាចនឹងជិះម៉ូតូទឹកលេងបាទរាល់ដងបើជិះនៅតាមគោលដៅទេសចរ1ម៉ោងកន្លះម៉ោង80បាទមិនសូវច្រើនទេ$80បាទបូកទៅ320000បាទច្រើនដែរប៉ុន្តែពេលនេះយើងនឹងផ្ដល់ជូនបាទសម្រាប់បងប្អូនជិះមួយជុំឬក៏ពីរជុំអញ្ចឹងទៅបាទដើម្បីលេងកំសាន្តហើយក៏ជិះឲ្យដឹងថាបាទការប៉ណ្ណាំងម៉ូតូទឹកការជិះម៉ូតូទឹកនេះវាងាយស្រួលឬក៏ពិបាកនៅក្នុងការជិះបាទ
តើការប៉ុណ្ណឹងដើម្បីយកមេដៃមាសពៀនមាសហ្នឹងតើវាស្រួលអត់បាទហើយកម្លាំងម៉ូតូហ្នឹងប៉ុន្មានបាទបន្តិចទៀតនេះបាទយើងនឹងបន្តចេញនៅវិញ្ញាសាទី2បាទដើម្បីធ្វើការប៉ុណ្ណឹងបន្ថែមលើវិញ្ញាសាបន្ទាប់មកវិញ្ញាសាចុងក្រោយគឺ run endurance បាទ runabout open នេះជាវិញ្ញាសាជំនាញបាទយើងឃើញថាកីឡាករសាលីហ្វីលីនរបស់ប្រជាជាតិកម្ពុជាយើងបាទគឺចូលរួមប៉ុណ្ណឹងបាទស្គី1500 ស្តុកនេះក៏ឃើញថាកីឡាករវីរៈកីឡាករសាលីអូមើតក៏បានប៉ុណ្ណឹងដែរបាទធ្លាប់បានពានមាសនៅសហរដ្ឋអាមេរិកបាទកម្លាំងខ្លាំងណាស់បាទបាទលើរងចាំបន្តិចបាទក្រុមការងារបច្ចេកទេសលោកនឹងធ្វើការត្រួតពិនិត្យទៅលើសុវត្ថិភាពបាទជាចម្បងបាទគេថា first safety បាទបើសិនមានការត្រួតពិនិត្យលើប្រព័ន្ធបច្ចេកទេសទេយើងមិនចេញដំណើរទេដោយសារការប៉ុណ្ណឹងបាទយើងដឹងហើយការប្រកួតប្រជែងនេះគឺទៀមទាបាទចង់ឈ្នះរៀងៗខ្លួនបាទអ្វីដែលយើងបាទមិនបានផ្ដល់ជូននោះគឺដោយសារថាកីឡាករជម្រើសជាតិរបស់យើងមានកាតព្វកិច្ចបាទត្រៀមស៊ីហ្គេមបើកុំមានបើការត្រៀមស៊ីហ្គេមទេនឹងមកទាំងអស់តែម្ដងបាទហើយមួយវិញទៀតក៏អរគុណដែរសម្រាប់ការចូលរួមតំណាងសហព័ន្ធគឺលោកមាសម៉ាប់ដែលជាអគ្គលេខាធិការសហព័ន្ធបាទលោកសៅយ៉ងថាដែលជាអគ្គរញឹកហើយក៏អរគុណបាទសម្រាប់ក្រុមហ៊ុនបាទគឺលោកទាជាតិចហុងដែលជាប្រធានតំណងសាធារណៈក្រុមហ៊ុន Coastal City Development Group ដែលបានបាទជាអធិបតីនៅក្នុងកម្មវិធីរបស់យើងក៏សូមអរគុណដែរសម្រាប់ការសម្របសម្រួលនៅក្នុងការប្រកួតក៏ដូចជាសូមបង្ហាញនៅពេលនេះហើយអរគុណក្រុមការងារទាំងអស់ដែលបានចូលរួមនៅក្នុងការផ្ដល់បាទភាពងាយស្រួលដល់សហព័ន្ធកីឡាម៉ូតូទឹកនៅក្នុងការរៀបចំជាពិសេសនោះគឺបាទក្រសួងទេសចរបាទដែលបានរៀបចំសហការយ៉ាងស្អិតរមួតជាមួយនឹងក្រុមហ៊ុនបាទដើម្បីរៀបចំនៅព្រឹត្តិការណ៍នេះឡើងហើយផ្ដល់ទាំងការបង្ហាញនិងការកំសាន្តសប្បាយបាទឥឡូវចេញដំណើរហើយបាទសម្រាប់ការចេញដំណើរវិជាចេញដំណើរទៅលើបាទវិញ្ញាសាបាទស្គី1500បាទស្តុកបាទជាវិញ្ញាសាលឿនខ្លាំងមែនទែនឥឡូវកីឡាករដែលនាំមុខគេហ្នឹងបាទគឺបាទប្រភេទកីឡាម៉ូតូទឹកបាទស៊ីឌូបាទពណ៌លឿងបាទគណៈកម្មការយើងនិយាយត្រង់តិចហើយបាទចំនួន5ជុំដដែលបាទសម្រាប់ការប៉ុណ្ណឹងលើវិញ្ញាសាមួយនេះបាទយើងរងចាំមើលតើកីឡាកររូបណាបាទដែលធ្វើការប៉ុណ្ណឹងបាទមានកីឡាករគុំសីហាសេងប៊ុនលុយគុណសេងប៊ុនហាក់បាទឡុងចន្ទឌីព្រៀបធីរ៉ានិងកីឡាករអែមប៊ុនគីមនេះជាសមត្ថភាពកីឡាករទាំង6រូបដែលធ្វើការប៉ុណ្ណឹង5ជុំបាទឥឡូវមកដល់នេះបាទត្រឡប់មកបានមួយជុំហើយបាទមិនទាន់មួយជុំទេបាទនេះគេជុំទី1បាទមិនទាន់បញ្ចប់ទេពេលមកដល់បាទចំណុចដែលចេញដំណើរនេះឈានចូលដល់ជុំទី2បាទលើដាច់ប៉ាត់តែម្ដងបាទរៀងឆ្ងាយមែនទែនបាទសម្រាប់កីឡាករនាំមុខបាទរបស់បាទកីឡាករបាទគុំសេហាបាទគុំសេហាបាទដែលបើកនៅប្រភេទម៉ូតូទឹកបាទស៊ីឌូបាទយើងមើលបាទការផ្សាយផ្ទាល់របស់ក្រុមការងារបច្ចេកទេសនៅក្នុងការផ្សាយគាត់បានផ្ដិតយករូបភាពពីលើអាកាសបាទល្អមែនទែនបាទសម្រាប់ការផ្ដល់ជូនបាទម៉ូតូទឹកនេះបាទលឿនណាបាទលឿនក៏លឿនកម្លាំងក៏ខ្លាំងបាទលើការនាំមុខចំណាត់ថ្នាក់លេខ1លេខ2បាទគឺកីឡាករបាទកំពុងតែជិះបាទនៅម៉ូតូទឹកបាទស៊ីឌូបាទចំណាត់ថ្នាក់លេខ1នោះដាច់ឆ្ងាយមែនទែនបាទដាច់ឆ្ងាយបាទការជិះនេះប្រហែលលោកគ្រូសៅយន្តាឯងបាទជិះលឿនណាបាទម្សិលមិញបាទក្រុមការងាររបស់សហព័ន្ធហ្នឹងបានជិះសាកម្នាក់ម្ដងដែរគាត់ជិះលបឿនប្រហែលជា150គីឡូម៉ែត្រក្នុងម៉ោងបាទលឿនណាស់បាទលើកីឡាករ4រូបបាទ
គឺតម្រង់ជួរគ្នាដូចបាទចិនដើអញ្ចឹងបាទលេខ3លេខ4លេខ5និងលេខ6បាទអ្នកដែលនាំមុខគេនេះសឹងតែតាមតនមកជុំទៀតហើយបាទម៉ូតូទឹកនេះបើសិនជាយើងជិះមិនមានការប្រុងប្រយ័ត្នបាទអាចនឹងធ្លាក់ពីលើម៉ូតូបាទដោយសារកម្លាំងច្រើនបាទជាពិសេសការបត់នៅចំណុចកែងកោងបាទធ្វើឲ្យបាទលបឿននឹងខ្លាំងហើយមិនប្រយ័ត្នហ្នឹងគឺធ្លាក់ពីលើម៉ូតូទឹកឯងបាទលើរូបភាពបាទកំពុងតែផ្ដល់ជូនបាទស្រស់ស្អាតមែនទែនបាទតាមរយៈក្រុមការងារផ្សាយផ្ទាល់เพจដែលធ្វើការផ្សាយផ្ទាល់របស់យើងមានเพจបាទតារាសាគរជាមួយនឹងក្រុមហ៊ុន Coastal City Development Group បាទផ្ដល់ពីលើអាកាសបាទពីខាងក្រោមបាទស្រស់ស្អាតណាបងប្អូនអាចចូលទស្សនានៅเพจសំខាន់ៗរបស់យើងបាទពីเพจនេះបាទកំពុងតែធ្វើការផ្សាយផ្ទាល់បាទឥឡូវចំណាត់ថ្នាក់លេខ3ឥឡូវលេខ3លេខ4លេខ5លេខ6បាទនៅបន្តបាទស្មើពីក្រោយប្រោយគ្នាតែម្ដងបាទចំណាត់ថ្នាក់លេខ1ដាច់ហើយបាទអាចនឹងតន់នេះមកជុំឥឡូវចូលដល់ជុំទី3ហើយបាទជុំទី3នៅសល់2ជុំទៀតនឹងបញ្ចប់ហើយទៅលើវិញ្ញាសាមួយនេះបាទចំណាត់ថ្នាក់លេខ1នឹងកំពុងតែតាមហើយបាទតាមនេះបាទអាចចប់មកជុំនឹងទេបាទប្រភេទកីឡាម៉ូតូទឹកបាទជាកីឡាដ៏មានបាទប្រជាប្រិយភាពណាស់នៅលើពិភពលោកហើយយើងឃើញថាសហព័ន្ធម៉ូតូទឹកបាទកំពុងតែធ្វើការរៀបចំគ្រោងនឹងរៀបចំនៅព្រឹត្តិការណ៍សំខាន់ច្រើនណាស់ទាំងគេហៅថានៅតំបន់សមុទ្រនៅតំបន់ទន្លេបាទគោលដៅទេសចរដែលសហព័ន្ធកំពុងតែរៀបចំហើយទីលាននៅក្នុងការវឹកហាត់នោះមាននៅឯបាទស្រុកស្នួលខេត្តកាចេះបាទភូមិកយុងសែនជ័យដែលវិរៈកីឡាករសាលីអូមើតបានទិញដីទីនោះបាទធំហើយក៏ធ្វើការវឹកហាត់ជីកបាទនៅបាទទីលានវឹកហាត់ហ្នឹងគឺ11ហិកតាបាទទៅលើផ្ទៃដី11ហិកតាឥឡូវធ្វើបានរួចរាល់ហើយនឹងកីឡាកររបស់យើងបន្ទាប់ពីបាទវឹកហាត់នៅបាទប្រទេសជិតខាងរបស់យើងហើយនឹងបន្តចូលនៅក្នុងជំរុំវឹកហាត់ហើយនៅឯទឹកដីនៃឃុំកយុងសែនជ័យនៅស្រុកស្នួលបាទឥឡូវឃើញថាបញ្ចប់នៅក្នុងការប្រកួតហើយអ្នកទទួលបានចំណាត់ថ្នាក់លេខ1លេខ2និងលេខ3ក៏រកឃើញហើយបាទ4រូប3រូបបាទចូលហើយបាទថាអ្នកដែលនៅសេសសល់នៅបន្តបាទទីលាន11ហិកតានេះបើនិយាយទៅវិរៈកីឡាករសាលីអូមើតចំណាយលុយប្រហែលជាខ្ទង់បាទជិត1លានដុល្លារនៅក្នុងការជីកបាទដោយសារអីបាទដោយសារទីនោះគឺតំបន់ភ្នំខាងក្រោមសិតតែថ្មឥឡូវយើងធ្វើឲ្យ90%ហើយនៅតែកន្លែងចំណតក៏ដូចជាបាទកន្លែងសម្រាប់ទេអញ្ចឹងយើងឃើញថាថ្ងៃក្រោយយើងនឹងមានគោលដៅទេសចរសំខាន់បាទទៅខាងទឹកសាបឯណោះបាទមានខាងខេត្តកំពង់ចាមកញ្ចេះបាទនៅរាជធានីភ្នំពេញមកបាទតំបន់សមុទ្រយើងមានដូចជានៅបាទតារាសាគរនេះតែម្ដងបាទជាពិសេសគឺតំបន់ទេសចររបស់ក្រុមហ៊ុន Coastal City Development Group ក៏ដូចជាខេត្តព្រះសីហនុនិងខេត្តកែបបាទសិតតែជាគោលដៅដ៏ល្អសម្រាប់យើងរៀបចំបាទយើងនឹងអាចតាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិតាមប្រភេទកីឡាសំខាន់របស់យើងដែលជាប្រភេទកីឡាលើឆ្នេរកីឡាលើឆ្នេរនេះច្រើនណាស់បាទច្រើនណាស់ដូចជាបាល់ទះឆ្នេរខ្សាច់បាទបាល់ទាត់ក៏អាចលេងបានបាទប្រភេទកីឡាម៉ូតូទឹកបាទមានច្រើនវិញ្ញាសាបាទមានកីឡាទាញព្រ័ត្របាទទៅលើឆ្នេរខ្សាច់ក៏អាចរៀបចំបានដែរអញ្ចឹងបាទយើងរំពឹងថានឹងរៀបចំនៅក្នុងប្រភេទកីឡាសំខាន់ទាំងអស់នេះដើម្បីផ្ដល់ភាពទាក់ទាញបន្ថែម
បាទទៅលើការមកទស្សនាកំសាន្តនៅគោលដៅទេសចររបស់យើងក្រៅពីបាទផ្ដល់កន្លែងស្នាក់នៅដ៏ស្រស់ស្អាតបាទមានបដិសណ្ឋារកិច្ចមានការផ្ដល់ជូនសេវាកម្មដ៏ល្អម្ហូបអាហារការស្នាក់នៅហើយយើងមានផលិតផលទេសចរថ្មីតាមប្រភេទកីឡានីមួយៗក៏ដូចជាគោលដៅទេសចរបាទហើយមានកីឡាមុជទឹកបាទកីឡាជាមួយទឹកនេះក៏តាក់ទាញដែរបាទអាចជាមួយទឹកបាទមើលផ្កាថ្មមើលត្រីនៅក្នុងបាទសមុទ្របាទបាតសមុទ្រឯណោះបាទនេះហើយគឺជាផលិតផលទេសចរគឺប្រភេទកីឡាបាទដែលតាក់ទាញនៅក្នុងតំបន់សមុទ្របាទឥឡូវយើងឃើញថាវិញ្ញាសាសម្រាប់វិញ្ញាសាទី2 ski 1500 stock បានដល់បាទបញ្ចប់ហើយយើងនឹងត្រៀមវិញ្ញាសាទី3បាទគឺ endurance runabout 1000សុំទោស open បន្ទាប់ពីហ្នឹងភ្ញៀវជាតិអន្តរជាតិជាពិសេសភ្ញៀវកិត្តិយសរបស់យើងអាចជិះលេងកម្សាន្តសប្បាយបាទបងវណ្ណាអីអាចជិះបានបងបាទត្រៀមមកហើយបាទជិះម្ដងឲ្យដឹងបាទណាជាពិសេសបាទលោកបាទជាតិចហុកបាទឡើងម្ដងសាក់អីទេបាទអត់អីទេបាទវិញ្ញាសានេះយើងគិតថាពិបាកតែបើយើងលេងប្រភេទកីឡាបាទអត់ពិបាកទេងាយស្រួលទាំងអស់បាទពិបាកជាងគេតែពិបាកនេះយកឈ្នះនេះពិបាកណាស់បាទលេខ1បាទអរគុណបាទចំណាត់ថ្នាក់លេខ1បានទៅលើកីឡាករបាទចំណាត់ថ្នាក់លេខ3គឺពាក់ស្លាកលេខ1បាទគុំសីហាបាទចំណាត់ថ្នាក់លេខ2សេងប៊ុនលុយចំណាត់ថ្នាក់លេខ5ព្រៀបធីរ៉ាលេខ3ព្រៀបធីរ៉ាពាក់ស្លាកលេខ5បាទឥឡូវយើងបញ្ចប់នៅក្នុងការប៉ុណ្ណឹងបន្តបាទយើងនឹងចូលប៉ុណ្ណឹងនៅវិញ្ញាសាមួយទៀតបាទគឺ runabout សំទោស endurance runabout open បាទជាវិញ្ញាសាបាទចុងក្រោយបន្ទាប់ពីហ្នឹងយើងនឹងផ្ដល់បាទការរីករាយតាមរយៈបាទជិះលេងកំសាន្តសប្បាយអញ្ចឹងភ្ញៀវកិត្តិយសទាំងអស់អាចជិះបាទអត់ទឹកទេអត់អីទេបាទជើងជិះយឺតអត់ទឹកទេបាទបងអង្គកំពូលអីអាចជិះបានអញ្ជើញបាទបញ្ញវន្តអីអាចជិះបានជិះមួយខ្ញុំក៏បានដែរបាទជិះមួយខ្ញុំកាន់តែសប្បាយបាទឥឡូវនេះកីឡាករបាទធ្វើការសម្រាក5នាទីបាទត្រៀមកៅអៅឲ្យហើយជិះបាទបាទធានាហ្មងបាទអ្នកជិះមួយខ្ញុំយប់មិញអត់អីទេបាទស្រួលខ្លួនគាត់តែឥឡូវទៅឈឺចកេះដើរលេងចង់រួចម្ដងឈឺទាំងខ្ញុំទៀតវិញ្ញាសាមួយនេះប្រភេទកីឡាមួយនេះគឺលេងជាមួយទឹកបាទដោយសារយើងឃើញថាខ្យល់រឿងស្ងប់បើសិនបើមានទឹករលកទៀតបាទលេងកាន់តែសប្បាយបាទត្រៀមបន្តិចទៀតនឹងចេញវិញ្ញាសាចុងក្រោយ endurance runabout open បាទសូមបញ្ជាក់ដែរកីឡាម៉ូតូទឹកបាទនឹងចាប់ផ្ដើមធ្វើការប្រកួតមុនគេបន្ទាប់មកយើងឃើញថាថ្ងៃស្អែកនេះនឹងមានកីឡាផ្សេងទៀតបាទដូចជាបាក់រត់ប្រណាំងបាទជិះកង់ស្ទូចត្រីបាទស្ទូចត្រីទៀតបាទស្ទូចត្រីក៏ជាប្រភេទកីឡាមួយដ៏តាក់ទាញដែរបាទជាសេបបរោះបាទគាត់ទៅស្ទូច3ថ្ងៃឯងបាទ2-3ថ្ងៃឯងបានបាទបាទក្រុមការងារអាចជិះលេងបានបន្តិចទៀតបាទសូមត្រៀមខ្លួនបាទជិះឋានសួគ៌លើដៃដីកម្ពុជាប្រជានាំគ្នាចូលមកកំសាន្តយ៉ាងកុងកដែនដីឆារៀងក្រំតុងអង្គរមូលមីទេសចរមកលេងអបអរសាទរកម្ពុជា
វទេសចរមកមូលនេះកំណើនសេដ្ឋកិច្ចពេញទីក្រោមទីទិសដៅសន្តិភាពតារាសាគររៀងនៅឯទីងារដីបេះដូងចាំគុំវិស័យដំឡៃទេសចរកម្ពុជាសាមញ្ញសាគរភ្ញៀវទេសចរមកមូលនេះកំណើនសេដ្ឋកិច្ចពេញទីក្រោមទីទិសដៅសន្តិភាពនៅសំលេងសាមុទ្រនឹកកោះត្រយដែលពេកមើលមិនផុតប្រឌិតរូបសោភាដាក់ក្នុងអោរាតារាសាគររៀងនៅឯទីងារដីបេះដូងចាំខំវិស័យដំឡៃទេសចរកម្ពុជាសាមញ្ញសាគរភ្ញៀវទេសចរមកមូលនេះកំណើនសេដ្ឋកិច្ចពេញទីក្រោមទីទិសដៅសន្តិភាពរំសន្តិភាពត្រជាខ្ញុំនឹងនាងខំរក្សាអភិរក្សកោះគង់គុណឲ្យជាដែនដីដំណើរហែបំព្រួញទេសចរថ្មីលើដែនដីដោយឆារីយ៉ាងសាគរចំនួនថ្មីផ្សាយគ្រប់ទិសសាតារាសាគររះនៅឯទិសនិរដីបេះដូងចាំងខងវិស័យដំឡៃទេសចរកម្ពុជាសាមុទ្រសាគរភ្ញៀវទេសចរមកមូលនេះកំណើនសេដ្ឋកិច្ចពេញទីក្រោមទីទិសដៅសន្តិភាពតារាសាគររៀងនៅឯទីងារដីបេះដូងចាំងគុំវិស័យដំឡៃទេសចរកម្ពុជាសាមញ្ញសាគរភ្ញៀវទេសចរមកមូលនេះកំណើនសេដ្ឋកិច្ចពេញទីក្រោមទីទិសដៅសន្តិភាពនៅសំលេងសាមុទ្រនឹកកោះត្រយដែលពេកមើលមិនផុតប្រឌិតរូបសោភាដាក់ក្នុងអោរាតារាសាគររៀងនៅឯទីងារដីបេះដូងចាំខំវិស័យដំឡៃទេសចរកម្ពុជាសាមញ្ញសាគរភ្ញៀវទេសចរមកមូលនេះកំណើនសេដ្ឋកិច្ចពេញទីក្រោមទីទិសដៅសន្តិភាព ស្វាគមន៍ភ្ញៀវទេសចរតារាសាគរសូមជម្រាបសួរ បាទជាបន្តនេះយើងនឹងធ្វើការបាទត្រៀមនៅក្នុងការចេញវិញ្ញាសាទី3បាទវិញ្ញាសាទី3គឺ Endurance បាទ Runabout Open បាទពេលដែលបញ្ចប់នៅក្នុងការបញ្ជាចេញនេះយើងនឹងផ្ដល់បាទឲ្យបងប្អូនទាំងអស់គ្នាបានជិះលេងកម្សាន្តបាទអាចបើកខ្លួនឯងឬក៏អាចបាទជិះពីក្រោយគេបាទតាមនឹងជាក់ស្ដែងបើអាចបើកខ្លួនឯងកាន់តែល្អដើម្បីឲ្យដឹងថាបាទការជិះម៉ូតូទឹកបាទយ៉ាងម៉េចបាទប្រភេទបាទកម្លាំងបាទ CC បាទតាមម៉ូតូនីមួយៗហ្នឹងមានកម្លាំងយ៉ាងណាបាទត្រៀមទៅបាទយើងអាចតែកំភៃអត់ទឹកទេបាទបាទអត់ទឹកទេបាទបញ្ញវន្តអីអត់ទឹកទេធានាហ្មងបាទបងកំពូលអីអត់ធានាអត់ទឹកទេតែបងជីមួយខ្ញុំមកមិនជឿបាទខ្ញុំបើនិយាយស្មោះត្រង់បាទម៉ូតូទឹកនេះខ្ញុំអត់ចូលចិត្តឌុបប្រុសទេបាទខ្ញុំចូលចិត្តឌុបស្រីជាងបាទនិយាយលេងទេណាបាទបើតែគាត់ចង់ជីខ្ញុំឌុបមែនបាទសូមអរគុណណាស់បាទសម្រាប់ការចូលរួមបាទជាទឹកដីតាមរយៈបាទលោកមាសម៉ាប់ដែលជាអគ្គលេខាធិការសហព័ន្ធក៏ដូចជាបាទលោកជាតិចហុកដែលជាប្រធានតំណងបាទក្រុមហ៊ុន Coastal City Development Group ដែលបានផ្ដល់ហើយនឹងភ្ញៀវកិត្តិយសជាតិបាទនិងអន្តរជាតិជាច្រើនបាទជាពិសេសនោះគឺការអញ្ជើញរបស់បាទក្រសួងទេសចរបាទដែលបានផ្ដល់ភាពកក់ក្ដៅរបស់យើងហើយការរៀបចំនេះបាទគឺការគ្រប់គ្រងយ៉ាងពេញទំហឹងពីក្រសួងទេសចរបាទដែលបានសហការយ៉ាងស្អិតរមួតជាមួយនឹងក្រុមហ៊ុនបាទ Coastal City ហើយក្នុងនោះក៏អរគុណដែរសម្រាប់រដ្ឋបាលខេត្តកោះកុងបាទដែលបានសម្របសម្រួលផ្ដល់ភាពកក់ក្ដៅតាមរយៈការផ្ដល់នៅសុវត្ថិភាពបាទការផ្ដល់នៅសុខសុវត្ថិភាពដល់យើងជាពិសេសគឺក្នុងការប៉ុណ្ណឹងនេះជាបាទជាក់ស្ដែងគឺបានផ្ដល់នៅបងដែលជាមន្ត្រីមានសមត្ថកិច្ចបាទផ្ដល់នៅក្នុងការពារសុខសុវត្ថិភាពយើងទាំងលើគោកនៅក្នុងទឹក
បាទគាត់មានឧបវររហូតដល់2ហើយនឹងក្រុមការងារនៅលើផ្ទៃទឹកហើយសូមអរគុណណាស់ចំណាយពេលមានតម្លៃនៅក្នុងការសម្របសម្រួលបាទផ្ដល់ភាពងាយស្រួលទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិហើយជាពិសេសពុកម៉ែបងប្អូនដែលទស្សនាអាចទស្សនាមើលជាក់ស្ដែងនៃការប្រណាំងក៏ដូចជាទេសភាពនៅទីនេះបាទតាមរយៈក្រុមការងារផ្សាយផ្ទាល់បាទគាត់នឹងផ្ដល់រូបភាពបន្ទាប់ពីហ្នឹងមកមានរូបភាព highlight ជាបន្តទៀតដែរបាទទាំងលើអាកាសទាំងលើទឹកបាទហើយនឹងតាមរយៈនៃការជិះរបស់ម៉ូតូនីមួយៗហ្នឹងបាទគ្រប់ជ្រុងតែម្ដងបាទសម្រាប់ផ្ដល់ជូនហើយ page របស់យើងមាន2បាទតារាសាគរក៏ដូចជាក្រុមហ៊ុន Coastal City Development Group ដែលធ្វើការផ្សាយផ្ទាល់ហើយកីឡាករដែលធ្វើការប្រណាំងនៅក្នុងជុំទី3នឹងត្រៀមបាទយើងនឹងបន្លឿននៃការប្រណាំងនេះដើម្បីផ្ដល់បាទឲ្យបងប្អូនទាំងគ្នាបានជិះលេងកម្សាន្តសប្បាយអញ្ចឹងកីឡាករដែលធ្វើការប្រណាំងនៅពេលបន្តិចទៀតបាទមានកីឡាករហ៊ុនទូចកីឡាករបាទហុងហេងគៀងកីឡាករកៅហុងកីឡាករហុងម៉ាណាវទូចរ៉ាមីផលចន្ទរិទ្ធបាទគុម្ភៈសីហានឹងធ្វើការប្រណាំងបាទទាំង7រូបនឹងប្រណាំងនៅពេលបន្តិចទៀតបាទដូចខ្ញុំបានជម្រាបជូនអញ្ចឹងសហព័ន្ធម៉ូតូទឹកមានផែនការនៅក្នុងការរៀបចំព្រឹត្តិការណ៍ច្រើនបាទព្រឹត្តិការណ៍នៃការប្រណាំងច្រើនដូចនៅក្នុងខេត្តកោះចេះដែលជាគោលដៅវឹកហាត់ជាជំរំវឹកហាត់របស់កីឡាករជម្រើសជាតិក្រោមការព្រួយផ្ដើមនៅក្នុងការរៀបចំសាងសង់នេះគឺវរៈកីឡាករសាលីអមឺតលោកបានចំណាយថវិការាប់សិបបាទ$10,000នៅក្នុងការរៀបចំកន្លែងហ្នឹងហើយស្រុកបាទភូមិកញ្ញុងសែនជ័យក៏ដូចជាឃុំកញ្ញុងសែនជ័យបាទស្រុកស្នួលខេត្តកោះចេះនេះខ្លាយជាគោលដៅទេសចរថ្មីមួយហើយបាទនៅទីនោះបាទមានកីឡដ្ឋានបាល់ទាត់បាទ OMS Arena មានទីលានម៉ូតូទឹកនិងប្រភេទកីឡាច្រើនទៀតបាទដូចជាសេះជិះកង់ហ្នឹងកំពុងតែធ្វើការបាទត្រួសត្រាយផ្លូវហើយរៀបចំទីទៀតបងប្អូនទៅមណ្ឌលគិរីបាទមុននឹងទៅដល់ខេត្តមណ្ឌលគិរីឬក៏ស្រុកបាទស្នួលហើយហួសទៅបាទប្រហែលជា30គីឡូនៅខាងស្ដាំដៃបាទទីនោះគឺមានបាទកន្លែងបាទទីលានម៉ូតូទឹកឯងបងប្អូនអាចចូលបានហើយនឹងគោលដៅទេសចរសំខាន់ទៀតបាទដូចជាតំបន់សមុទ្រនេះបាទនៅឯប៉ែកនិរដីយើងនេះបាទដូចជាតារាសាគរជាពិសេសនៅតំបន់របស់ក្រុមហ៊ុន Coastal City Group នេះក៏ជាគោលដៅដែរសហព័ន្ធបានធ្វើការពិភាក្សាគ្នាហើយនឹងបន្តបាទគេហៅថាជួបគ្នាដើម្បីចុះអនុសារណៈនៃការយោគយល់ដើម្បីរៀបចំឬក៏អាចជាក្លឹបមួយបាទក្លឹបមួយតំណាងឲ្យខេត្តកោះកុងបាទដើម្បីបង្វឹកកីឡាករកីឡាកានីបាទនៅទីនេះផ្ទាល់ហើយត្រៀមធ្វើការប្រណាំងព្រោះនៅក្នុងប្រជាជាតិកម្ពុជាមានព្រឹត្តិការណ៍ច្រើនហើយជាពិសេសកីឡាជាតិបាទកីឡាជាតិនេះបាទបណ្ដារាជធានីខេត្តក្រុងទាំង25ត្រូវតែមានបាទកីឡាករទៅតាមប្រភេទកីឡានីមួយៗបាទចូលរួមការប្រណាំងអញ្ចឹងម៉ូតូទឹកអាចនឹងរៀបចំទីនេះខ្លាចជាគោលដៅវឹកហាត់ជំរុំវឹកហាត់បន្តទៀតនៅក្នុងចំណោមជំរុំវឹកហាត់ផ្សេងដើម្បីឲ្យមានកីឡាករជាអ្នកបន្តវេននឹងបាទប្រកបដោយសក្តានុពលធ្វើការប្រណាំងលើឆាកជាតិនិងអន្តរជាតិអញ្ចឹងទីនេះអាចជាជំរុំវឹកហាត់មួយទៀតដែលសហព័ន្ធកំពុងតែធ្វើការប្រមាណមើលនិងសិក្សាបន្ថែមក្រៅពីនោះក៏មាននៅខេត្តព្រះសីហនុបាទខេត្តកែបខេត្តកំពតជាបន្តបាទហើយយើងដឹងហើយប្រភេទកីឡាមួយនេះបាទមិនត្រឹមតែជាកីឡាដែលធ្វើការប្រកួតប្រជែងយកនៅបាទមេដាយឬក៏យកនៅគេហៅថាពាក់កំងទេយើងជាប្រភេទកីឡាទេសចរបាទទេសចរតាមរយៈនៃការតាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ចឹងបើសិនជាកីឡាករនៅបណ្ដាប្រទេសនីមួយៗមកបាទច្បាស់ជា fan របស់គេគ្រួសាររបស់គេបងប្អូនរបស់គេមកដែរហើយមកដែរយើងគិតហើយកីឡាករតែមួយក្រុម5នាក់ fan របស់គេអាចពី20នាក់ទៅ30-40នាក់អញ្ចឹងយើងឃើញហើយបើកីឡាករមកច្រើននោះទីកន្លែងដែលរៀបចំគឺជាកន្លែងដែលទទួលបាននៅផលចំណេញតាមរយៈបាទផ្ដល់នៅបដិសណ្ឋារកិច្ចតាមរយៈការស្នាក់នៅហូបចុកអាហារបាទក៏ដូចជាតំបន់ទេសចរនេះឯងអញ្ចឹងហើយបានជាក្រសួងទេសចរបានយកចិត្តដាក់នៅក្នុងការសហការគ្រប់គោលដៅទេសចរផ្ដល់ទាំងមន្ត្រីបច្ចេកទេសផ្ដល់ទាំងគេហៅថាការបង្ហាត់បង្រៀនទៅតាមបាទជាក់ស្ដែងប្រភេទជំនាញបាទរឹងទុនទៅតាមជាក់ស្ដែងដើម្បីឲ្យកន្លែងនោះខ្លាយទៅជាបាទកន្លែងដែលទទួលបាននៅបណ្ឌិតសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅរូបរាងរាក់ទាក់បាទអញ្ចឹងពេលដែលព្រឹត្តិការណ៍កើតឡើងបង្កនូវភាពសប្បាយរីករាយបាទពេលដែលព្រឹត្តិការណ៍បញ្ចប់ទៅវិញគឺបន្សល់ទុកនៅអនុស្សាវរីយ៍ដ៏ល្អបាទទៅតាមគោលដៅទាំងអស់នោះបាទជារយៈជីវៈចម្រុះ
តាមរយៈប្រភេទកីឡាតាមរយៈការស្នាក់នៅហូបចុកជាពិសេសគឺអាហារនេះតែម្ដងបាទអញ្ចឹងយើងត្រៀមបន្តិចបាទដោយសារក្រុមការងារត្រូវចំណាយពេលនៅក្នុងការត្រួតពិនិត្យម៉ាស៊ីនបាទគឺត្រៀមធ្វើការប៉ុណ្ណឹងអញ្ចឹងខ្ញុំក៏បាននិយាយខ្លះៗតាក់ទងនឹងបាទការរៀបចំរបស់ក្រសួងជំនាញក្រុមហ៊ុនក៏ដូចជាសហព័ន្ធជាតិដែលកំពុងតែធ្វើការបាទរួមគ្នាជាពិសេសនៅទីនេះបាទព្រឹត្តិការណ៍បាទតារាសាគរទេសចរសមុទ្រនេះគឺបើមិនមានភាគីពាក់ព័ន្ធដែលខ្ញុំបានជម្រាបជូនដល់មិញក៏មិនអាចកើតឡើងដែរការគ្រប់គ្រងពីក្រសួងទេសចរបាទជាចំណុចដ៏សំខាន់ពីរដ្ឋបាលខេត្តកោះកុងជាពិសេសគឺម្ចាស់គោលដៅម្ចាស់ទីតាំងបាទគឺក្រុមហ៊ុន Coastal City Group Development នេះគឺជាកន្លែងដ៏សំខាន់ដែលគាត់ផ្ដល់ការសហការយ៉ាងល្អហើយសហព័ន្ធម៉ូតូទឹកក៏បានមកបង្ហាញហើយក្នុងនេះក៏មានប្រភេទកីឡាច្រើនទៀតដែលនឹងចាប់ផ្ដើមនៅពេលស្អែកហើយក៏សូមជម្រាបដែរពុកម៉ែបងប្អូនដែលទស្សនាតាមเพจបាទយើងមានការរត់បណ្ណាំងបាទនឹងមានការចុះឈ្មោះបាទជាក់ស្ដែងបាទក្រុមការងារនៅលើเพจរបស់ក្រុមហ៊ុនបាទ Coastal City Development Group នេះនឹងផ្ដល់បាទការចុះឈ្មោះតាមរយៈព័ត៌មានបន្ថែមនៅលើเพจតតែម្ដងបងប្អូនអាចសួរបានហើយក្រៅពីនោះក៏មានជីកង់បាទមានជីកង់មានស៊ូត្រីបាទអញ្ចឹងអាចលេងកម្សាន្តបន្ទាប់ពីនេះបាទឥឡូវយើងបង្វែរមកព្រឹត្តិការណ៍របស់យើងជាសេចក្ដីការប៉ុណ្ណឹងម៉ូតូទឹកនៅពេលនេះវិញបាទបន្ទាប់ពីការប៉ុណ្ណឹងចប់នៅ Endurance បាទ Runabout Open នេះយើងនឹងផ្ដល់បាទឲ្យភ្ញៀវបាទកិត្តិយសទាំងអស់បានជិះលេងកម្សាន្តបាទជិះលេងកម្សាន្តខ្ញុំលើកទឹកចិត្តថាឲ្យជិះគ្រប់គ្នាព្រោះដោយសារថាជិះទៅបាទអត់មានហានិភ័យអីទេបាទដោយសារថានៅលើទឹកហើយក៏យើងគិតពីប្រព័ន្ធសុវត្ថិភាពដើម្បីឲ្យដឹងបាទថាវាជិះទៅវាសបាយឬក៏វាអាចនិយាយបានថាងាយស្រួលឬក៏ពិបាកបាទដើម្បីឲ្យដឹងប្រភេទកីឡានីមួយបាទការលេងអត់ពិបាកទេដូចម៉ូតូទឹកពេលដែលយើងលេងបាទយើងចង់លេងប្រភេទកីឡាមួយនេះគ្រាន់តែទិញម៉ូតូទឹកមកបាទមានអាវពោងមានអីមកយើងឡើងជិះបាទសបាយអត់ពិបាកទេបាទជិះកង់ក៏ដូចជាមិនពិបាកដែរទិញតែកង់មកបាទពាក់ស្បែកជើងពាក់អាវហើយជិះអត់ពិបាកប្រភេទកីឡាទាំងអស់ងាយស្រួលនៅក្នុងការលេងពិបាកនៅក្នុងការដែលយើងយកឈ្នះគេទេពិបាកអញ្ចឹងសូមលើកទឹកចិត្តដូចជាអនុស្សាវរីយ៍ដ៏ខ្ពង់ខ្ពស់របស់បាទសម្ដេចតេជោក៏ដូចជាសម្ដេចអវរធិបតីបានតែងតែមានបាទគេហៅថាអនុសាសន៍ផ្ដល់ជូននៅក្នុងព្រឹត្តិការណ៍ធំហ្នឹងប្រជាពលរដ្ឋម្នាក់ក៏បីលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិតបាទអញ្ចឹងយើងលេងកីឡាមួយណាក៏បានដែរល្អដូចគ្នាបាទគឺកីឡាមិត្តភាពសាមគ្គីភាពបង្កើននៅកិច្ចសហប្រតិបត្តិការល្អនឹងគ្នាបាទកីឡាសាងមនុស្សក៏សាងសង្គមជាតិអញ្ចឹងនេះគឺជាបាទ slogan នៅក្នុងបាទព្រឹត្តិការណ៍សំខាន់ក៏ដូចជា slogan របស់ថ្នាក់ដឹកនាំរបស់យើងដើម្បីផ្ដល់ជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទខ្ញុំរងចាំបាទព័ត៌មានពីក្រុមការងារដើម្បីផ្ដល់ជូនប្រកួតបន្តកោះកុងបណ្ដុំចិត្តស្នេហ៍តារាសាគរតេទីងទំនៀងទេសចរកោះកុងបណ្ដុំចិត្តស្នេហ៍តារាសាគរតេទីងទំនៀងទេសចរឆ្នេរស្អាតក្រុងក្រែប្រគុណតម្លៃបវរតារាសាគរប្រគុណតម្លៃដ៏ល្អគេមកកកភ្ញៀវទេសចរមូលមីដើមកងកាំងកាច់រេរងតារាសាគរដែនពីសឹកលើធរណីដើមកងកាំងកាច់រេរងតារាសាគរដែនពីសឹកលើធរណីតាក់ទាញទេសចរពីគ្រប់តំបន់ទាំងពីរគេចង់មកលេងលំហើយកំសាន្តជីវីចាលើផែនទីក៏កងក្របពេញបៃតងឆ្នេរខ្សាច់សូមមើលគ្មានមកគ្រប់ប្រទេសផងតែចង់មកទូងស្នាឆ្នេរខ្សាច់សូមមើលគ្មានមកគ្រប់ប្រទេសផងតែចង់មកទូងស្នាមកលេងម្នាក់ឯងឬមកលេងបែបគ្រួសារប្រជាកកងរូរាយរាក់ទាំងស្និទ្ធស្នាលប្រៀបដូចជាផ្នាលបន្តនៃក្តីស្រឡាញ់
មចិត្តស្នេហ៍តារាសាគរតេទៀងទំនៀមទេសចរក៏កងបណ្ដុំចិត្តស្នេហ៍តារាសាគរតេទៀងទំនៀមទេសចរឆ្នេរស្អាតក្រុងក្រែប្រគុណដំឡៃបវរតារាសាគរប្រគុណដំឡៃដ៏ល្អគេមកកកភ្ញៀវទេសចរមូលមីដើមកងកាំងកាច់រេរងតារាសាគរដែនពីសឹកលើធរណីដើមកងកាំងកាច់រេរងតារាសាគរដែនពីសឹកលើធរណីតែពីទេសចរពីគ្រប់តំបន់ទិញទីគេចង់មកលេងលំហែកំសាន្តជីវីចាលើផែនទីក៏កងក្របពេញបៃតងឆ្នេរខ្សាច់សូមមើលគ្មានមកគ្រប់ប្រទេសផងតែចង់មកទួងស្នាឆ្នេរខ្សាច់សូមមើលគ្មានមកគ្រប់ប្រទេសផងតែចង់មកទុំស្នាមកលេងម្នាក់ឯងឬមកលេងបែបគ្រួសារប្រជាក៏កងរូរីរាក់ទាំងស្និទ្ធស្នាលប្រៀបដូចជាថ្នាលបន្តនៃក្តីស្រឡាញ់សួរលើដែនដីកម្ពុជាប្រជានាំគ្នាចូលមកកំសាន្តយ៉ាងកុងកដែនដីអច្ឆរិយៈក្រោមទងអង្គរមូលមីទេសចរមកលេងអបអរសាទរកម្ពុជាតារាសាទរកម្ពុជាលោកសន្តិភាពសាទរសាគរឋានសួគ៌លើដែនដីកម្ពុជាប្រជានាំគ្នាចូលមកកំសាន្តយ៉ាងកុងកដែនដីអច្ឆរិយៈក្រោមទងអង្គរមូលមីទេសចរមកលេងអបអរសាទរកម្ពុជាដាំដុះដោយក្តីស្រឡាញ់ផ្លែផ្កាវិញដោយស្នាមញញឹមកម្ពុជាសង្ឃឹមញញឹមទទួលស្វាគមន៍ស្រស់ស្រស់ដោយប្រើប្រាជ្ញាគេថាកម្ពុជាមុខមាត់ថ្មីបន្តរីកលូតលាស់នៅក្នុងសម័យដែលធូរស្នាមញញឹមខ្មែរថែរក្សាមរតកដំណើរខេមរាក៏បីរួមពុតដៃថែរក្សាគេក៏កងដែនថ្មីមកព្រួយល្បីកំណានទេសចរបរទេសក៏កឲ្យរីកបន្តកំណានសេដ្ឋកិច្ចឋានសួគ៌លើដែនដីកម្ពុជាប្រជានាំគ្នាចូលមកកំសាន្តយ៉ាងកុងកដែនដីឆារៀងក្រោមទងអង្គរមូលមីទេសចរមកលេងអបអរសាទរកម្ពុជាខ្មែរថែរក្សាមរតកដំណើរខេមរាក៏បីរួមពុតដៃថែរក្សាគេក៏កងដែនថ្មីមកព្រួយល្បីកំណានទេសចរបរទេសក៏កឲ្យរីកបន្តកំណានសេដ្ឋកិច្ចឋានសួគ៌លើដែនដីកម្ពុជាប្រជានាំគ្នាចូលមកកំសាន្តយ៉ាងកុងកដែនដីឆារៀងក្រោមទងអង្គរមូលមីទេសចរមកលេងអបអរសាទរកម្ពុជា
ទេសចរមកមូលមីខំណានសេដ្ឋកិច្ចពេញទីក្រោមទីទិសដៅសន្តិភាព លំសន្តិភាពត្រជាងខ្ញុំនឹងនាងខំរក្សាអភិរក្សកោះកងគុណឲ្យជាដើមដីដំណើរហែ មកព្រួយទេសចរថ្មីលើដែនដីដោយឆារីយ៉ាងសកលចំនួនថ្មីផ្សាយគ្រប់ទិសសា តារាសាគររះនៅឯទិសនិរដីបេះដូងចាក់ខងវិញសាយដំឡៃទេសចរកម្ពុជាសមុទ្រសាគរភ្ញៀវទេសចរមកមូលនីកំណើនសេដ្ឋកិច្ចពេញទីក្រោមទីទិសដៅសន្តិភាពតារាសាគររះនៅឯទិសនិរដីបេះដូងចាំងខំវិស័យដំឡៃទេសចរកម្ពុជាសាមញ្ញសាគរមានទេសចរមកមូលនីកំណើនសេដ្ឋកិច្ចពេញទីក្រោមទីទិសដៅសន្តិភាព នៅនៅសំឡេងសាមុទ្រនឹកកោះត្រយដែលពេកមើលមិនផុតប្រឌិតរូបសោភាដាក់ក្នុងអោរា តារាសាគររះនៅឯទិសនិរដីបេះដូងចាំងខំវិស័យដំឡៃទេសចរកម្ពុជាសាមញ្ញសាគរភ្ញៀវទេសចរមកមូលនីកំណើនសេដ្ឋកិច្ចពេញទីក្រោមទីទិសដៅសន្តិភាព លំសន្តិភាពត្រជាងខ្ញុំនឹងនាងខំរក្សាអភិរក្សកោះកងគុណឲ្យជាដើមដីដំណើរហែ មកព្រួយទេសចរថ្មីលើដែនដីដោយឆារីយ៉ាងសកលចំនួនថ្មីផ្សាយគ្រប់ទិសសា តារាសាគររះនៅឯទិសនិរដីបេះដូងចាក់ខងវិញសាយដំឡៃទេសចរកម្ពុជាសមុទ្រសាគរភ្ញៀវទេសចរមកមូលនីកំណើនសេដ្ឋកិច្ចពេញទីក្រោមទីទិសដៅសន្តិភាពតារាសាគររះនៅឯទិសនិរដីបេះដូងចាំងខំវិស័យដំឡៃទេសចរកម្ពុជាសាមញ្ញសាគរមានទេសចរមកមូលនីកំណើនសេដ្ឋកិច្ចពេញទីក្រោមទីទិសដៅសន្តិភាព នៅនៅសំឡេងសាមុទ្រនឹកកោះត្រយដែលពេកមើលមិនផុតប្រឌិតរូបសោភា បាទឥឡូវនេះយើងឃើញថាកីឡាករដែលធ្វើការប្រកួតនៅក្នុងបាទវិញ្ញាសា Endurance បាទ Runabout Open បានមកដល់មុខវេទិកាកិត្តិយសរបស់យើងហើយបាទនឹងត្រៀមធ្វើការប៉ុណ្ណឹងនៅពេលបន្តិចទៀតបាទយើងមានបេក្ខភាពឬក៏បេក្ខជនឬក៏កីឡាករច្រើនរូបបាទធ្វើការប៉ុណ្ណឹងនៅក្នុងវិញ្ញាសាមួយនេះបាទអញ្ចឹងសូមរងចាំបាទទស្សនានៅវិញ្ញាសាបាទចុងក្រោយបន្ទាប់ពីនេះយើងនឹងផ្ដល់បាទឲ្យភ្ញៀវកិត្តិយសទាំងអស់បានទស្សនាបាទឬក៏អាចជិះលេងកម្សាន្តបន្ទាប់ពីបញ្ចប់នៅក្នុងការប៉ុណ្ណឹងវិញ្ញាសាមួយនេះហើយបាទគណៈធិបតីរបស់យើងបាទនឹងបន្តបាទធ្វើកម្មវិធីបំពាក់មេដាយជូនសម្រាប់ជ័យលាភីបាទទាំង3បាទទៅលើវិញ្ញាសាបាទ3ចំណាត់ថ្នាក់លេខ1លេខ2លេខ3ទាំង9រូបបាទជាមួយនឹងប្រាក់រង្វាន់ផងដែរអញ្ចឹងយើងរងចាំទស្សនាទាំងអស់គ្នាបាទបន្តិចទៀតបាទយើងនឹងបន្តបាទផ្ដល់បាទទស្សនីយភាពជាពិសេសគឺកីឡាម៉ូតូទឹកធ្វើការប្រកួតប្រជែងនៅបាទតារាសាគរនឹងបាទជាគោលដៅទេសចរដ៏ទាក់ទាញនេះបាទអរគុណខ្ញុំបាទសូមថ្លែងអរគុណដែរដល់ក្រសួងទេសចរបានគ្រប់គ្រងយ៉ាងពេញទំហឹងនៅក្នុងការរៀបចំបាទព្រឹត្តិការណ៍តារាសាគរទេសចរបាទសមុទ្របាទដែលជាព្រឹត្តិការណ៍នៅក្នុងការបង្ហាញគោលដៅទេសចរសំខាន់បាទជាមួយនឹងព្រឹត្តិការណ៍ទេសចរកីឡាទេសចរបាទធនធានជីវៈចម្រុះបាទឥឡូវរងចាំបាទលោកបាទគូហុងកំពុងតែធ្វើការផ្ដល់បាទនៅព័ត៌មានបន្ថែមត្រៀមធ្វើការប៉ុណ្ណឹងឥឡូវនេះកញ្ចែមានកញ្ចែបាទស្ដាប់កញ្ចែបាទត្រៀមចេញដំណើរបាទច្រើនរូបបាទចេញដំណើរទៅហើយអូ
អូហូបាទម៉ូតូច្រើនមែនទេបាទរហូតដល់10គ្រឿងបាទ Endurance នេះបើនៅលើឆាកអន្តរជាតិបាទគេប៉ុណ្ណឹងបាទអ្នកដែលធ្វើបានច្រើនជុំជាងគេបាទនឹងទទួលបានជ័យជំនះបាទច្រើនជុំប៉ុន្តែគេមានម៉ោងគេដាក់កន្លះម៉ោងឬក៏1ម៉ោងបាទហើយអ្នកដែលធ្វើការប៉ុណ្ណឹងបានច្រើនជុំជាងគេនឹងទទួលបានចំណាត់ថ្នាក់លេខ1ហើយប៉ុន្តែការបង្ហាញក៏ដូចជាការប្រកួតនៅក្នុងព្រឹត្តិការណ៍តារាសាកលទេសចរសមុទ្រនេះយើងធ្វើតែ4ជុំទេដើម្បីបាទឲ្យកីឡាករកីឡាការិនីទាំងអស់បាទធ្វើការប្រកួតប្រជែងបាទបង្កនូវភាពសប្បាយរីករាយក៏ដូចជាបង្ហាញទៅភ្ញៀវជាតិនិងអន្តរជាតិផងដែរបាទឥឡូវកំពុងតែបាទបដិញគ្នាបាទក្នុងនោះបាទយើងឃើញថាកីឡាករបាទមានរហូតដល់3ម៉ូតូបាទប្រជែងគ្នាក្នុងចំណាត់ថ្នាក់លេខ1លេខ2លេខ3បាទឥឡូវក៏ចំណាត់ថ្នាក់លេខ4បានបដូរសមត្ថភាពធ្វើការប៉ុណ្ណឹងហើយបាទ4ជុំមួយជុំប្រហែលជា1គីឡូជាង1គីឡូកន្លះបាទក្នុងមួយជុំអញ្ចឹងយើងឃើញហើយ4ជុំអាចនឹងបាទ6គីឡូប៉ុន្តែលបឿនមិនមែនបាទ10ឬ20ឬ30ឬ50អីទេបាទអាចពី100ទៅ120គីឡូម៉ែត្រក្នុង1ម៉ោងតាមសមត្ថភាពកីឡាករបាទប្រភេទបាទ Endurance នេះបាទម៉ូតូក៏ខ្លាំងកីឡាករក៏ខ្លាំងបើកីឡាករអត់មានគេហៅកម្លាំងស៊ូសបាទខ្លាំងទេมันអាចធ្វើការប្រកួតប្រជែងឈ្នះទេអញ្ចឹងកម្លាំងម៉ូតូបាទអាចពី1500 cc ទៅបាទធ្វើការប៉ុណ្ណឹងហើយម៉ូតូនោះក៏ត្រូវធន់ដែរបាទបើម៉ាស៊ីននឹងមិនទប់ជាប់នឹងក៏ពិបាកដែរបាទឥឡូវយើងឃើញហើយបាទក៏មានការផ្លាស់ប្ដូរសមត្ថភាពនៅបាទគេហៅថាចំណាត់ថ្នាក់ឥឡូវបដូរហើយកីឡាករគុម្ភៈសីហានោះកំពុងតែនាំមុខគេហើយបាទលេខ2លេខ3គឺបើកបាទនៅម៉ូតូបាទស៊ីឌូបាទពណ៌លឿងបាទបដិញគ្នាបាទឥឡូវចូលដល់ជុំទី2ហើយបាទសម្រាប់ការប៉ុណ្ណឹងបន្តិចទៀតយើងនឹងផ្ដល់ជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានជិះលេងកម្សាន្តបាទសូមត្រៀមខ្លួនបាទនឹងផ្ដល់បាទបាទឥឡូវឈានដល់ជុំទី2ហើយបាទបន្តិចទៀតនឹងឆ្លងចូលបន្តនៅក្នុងជុំទី3នៅក្នុងការប៉ុណ្ណឹងនេះអញ្ចឹងសូមរងចាំបាទបន្ទាប់ពីថ្ងៃទី1នៃការចាប់ផ្ដើមនេះយើងនឹងមានប្រភេទកីឡាច្រើនដែលខ្ញុំបានជម្រាបជូនពីដើមបាទមានបាទរត់ប៉ាណាំងមានជីកង់ស៊ូត្រីក្រៅពីនោះក៏មានបាល់ទះឆ្នេរខ្សាច់ដែរបាទបាល់ទះឆ្នេរខ្សាច់ជាប្រភេទកីឡាជាមានប្រជាប្រិយភាពហើយក៏មានកីឡាបាទគុនខ្មែរបដាល់គុនខ្មែរបាទក៏បានមកបង្ហាញជូននឹងការប្រកួតនៅទីនេះដែរបាទស្ទូចត្រីបាទស្ទូចត្រី4ថ្ងៃនេះយើងមានប្រភេទកីឡាច្រើនដែលបានចូលរួមនៅក្នុងការប្រកួតប្រជែងបាទឥឡូវឈានដល់ជុំទី4ហើយបាទជុំនេះអាចនិយាយបានថាជុំចុងក្រោយពេលមកដល់ទីគឺបញ្ចប់ហើយបន្ទាប់មកយើងនឹងផ្ដល់ជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានជិះលេងកម្សាន្តបាទបងកំពូលត្រៀមខ្លួនហើយបាទក្រុមការងារយើងជិះលេងកម្សាន្តម្ដងមកជិះម្នាក់មកម៉ូតូហ្មងជិះ5ជុំអីទៅបាទយើងបាទបញ្ញវន្តម៉ូតូដែរទៅក្រុម4នាក់4ម៉ូតូនេះបាទហើយបាទភ្ញៀវទេសចរជាតិអន្តរជាតិភ្ញៀវកិត្តិយសយើងបាទ2ម៉ូតូឯទៀតទៅ6ល្មមបាទដាក់មកកាតេហ្គរីទៀតបាទលោកមានម៉ាប់បាទបើចូលខ្ញុំចូលដែរចេះគ្រប់7នាក់
bà lấy dương khơi ta bà chiên đừng đo chung và to hai bà chung trong cõi mà chung ní chop bà đừng bà lấy chỗ đó chung trong cõi hay mà ní cứ gì chung trong cõi bà bà lấy cái bông tay bắt đánh kia mà lọ mớ mà sầm rạp bà ca bản năng nơi trongวิทยาศาสตร์ endurance ជុំចុងក្រោយបាទអាចទទួលបានជាជំនះឬយ៉ាងណាសម្រាប់ការប៉ុណ្ណឹងបាទសម្រាប់កីឡាករបាទគុំសីហាបាទឥឡូវនេះបានបញ្ចប់ហើយសម្រាប់ការប៉ុណ្ណឹងនៅក្នុងជុំចុងក្រោយបាទ endurance បាទឥឡូវយើងឃើញថាការប៉ុណ្ណឹងលើ3វិញ្ញាសាបានដល់ទីបញ្ចប់បាទសម្រាប់ការប៉ុណ្ណឹងនៅពេលនេះហើយសូមបាទបន្តិចទៀតនេះគណៈកម្មការរបស់យើងនឹងធ្វើការបាទប្រកាសលទ្ធផលក៏ដូចជាពិធីបំពាក់មេដាយបាទជូនដល់កីឡាករទាំង9រូបដែលជាជ័យលាភីសម្រាប់ការប៉ុណ្ណឹងហើយបន្ទាប់ពីនឹងយើងនឹងផ្ដល់បាទឲ្យភ្ញៀវកិត្តិយសរបស់យើងបានជិះលេងកំសាន្តបាទទៅតាមម៉ូតូបាទទឹកនីមួយៗអាចជ្រើសរើសបានបាទជាពិសេសបាទជិះស៊ីឌូតែម្ដងបាទស៊ីឌូបាទគឺអាចនិយាយបានថាជាប្រភេទម៉ូតូទឹកប៉ុណ្ណឹងកំពុងតែមានបាទគេហៅថាប្រជាប្រិយភាពអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាភ្ញៀវទេសចរជាតិអន្តរជាតិទាំងអស់គ្នាសូមត្រៀមខ្លួនបាទឥឡូវក្រុមការងាររបស់សហព័ន្ធយើងនឹងធ្វើការបាទយកនៅលទ្ធផលដើម្បីខ្ញុំប្រកាសជូនត្រៀមនៅឈ្នន់កិត្តិយសដើម្បីផ្ដល់ជូនបាទពិធីបំពាក់មេដាយជូនបាទសូមរងចាំបន្តិចបាទរងចាំបាទដើម្បីយើងធ្វើការបាទជូនជារបាយការណ៍មកលេងម្នាក់ឯងឬមកលេងបាយគ្រួសារប្រជាក៏កងរស់រាយរាក់ទាំងស្និទ្ធស្នាលប្រៀបដូចជាថ្នាលបន្តនៃក្តីស្រឡាញ់ចិត្តស្នេហ៍តារាសាគរតាក់ទាញទំនៀងទេសចរកកងបណ្ដុំចិត្តស្នេហ៍តារាសាគរតាក់ទាញទំនៀងទេសចរឆ្នេរស្អាតក្រុងក្រែប្រគំតម្លៃបវរតារាសាគរប្រគំតម្លៃដ៏ល្អគេមកកកភ្ញៀវទេសចរមូលមីដើមកំកាំងកាច់រេរោតារាសាគរដែលពីសិទ្ធលើធរណីដើមកងកាំងកាច់រេរោតារាសាគរដែលពីសិទ្ធលើធរណី
បាទសូមរងចាំបន្តិចបាទបន្តិចទៀតនេះយើងនឹងផ្ដល់បាទវិធីបំពាក់មេដៃបាទដែលមានការចូលរួមពីបាទគណៈធិបតីក៏ដូចជាភ្ញៀវកិត្តិយសរបស់យើងបាទបងប្អូនទាំងអស់គ្នាអាចជិះលេងកំសាន្តបានបាទបន្តិចទៀតនេះក្រុមការងារនឹងផ្ដល់ជូនហើយក្រុមការងារទាំងអស់កំពុងតែរងចាំបាទអាចទៅជិះបាទអញ្ជើញទៅបាទនោះបងប្អូនគាត់កំពុងតែត្រៀមខ្លួនបាទផ្ដល់ជូនហើយបាទអ្នកដែលចង់ជិះអាចទៅជិះបានណាបាទតោះបាទកីឡាកររបស់បាទក្លឹបម៉ូតូទឹកបាទកូហុងដុំចិត្តស្នេហ៍តារាសាក៏តាក់ទាញទំនៀមទេសចរឆ្នេរស្អាតក្រុងក្រែប្រគំតម្លៃបវរ